បាទសួស្តីបងប្អូនស្គាល់ផ្លែនេះអត់បាទផ្លែនេះគឺផ្លែស៊ូបាទថ្ងៃនេះខ្ញុំមកធ្វើម្ហូបឆាផ្លែស៊ូហ្នឹងបាទជាមួយសាច់ជ្រូកចិញ្ច្រាំយើងហាន់ផ្លែស៊ូផ្ទះហើយហាន់តឹងយកជាចំណិតទូចបាទសម្រាប់ហូបដូចយើងឆាម្នាស់អូច្រឡំឆាតឡាចចឹងបាទបងប្អូនហើយនេះគឺសាច់ជ្រូកចិញ្ច្រាំជាមួយនឹងខ្ទឹមឥឡូវនេះយើងដាក់ខ្លាំងហើយយើងដាក់ខ្ទឹមទៅខ្ទឹមសយើងលីងខ្ទឹមសហ្នឹងឲ្យវាឈ្ងុយឲ្យវាក្រហមនេះទៅហើយយើងដាក់សាច់ជ្រូកចូលបាទជ្រូកចិញ្ច្រាំហ្នឹងយើងលីងវាឲ្យវាស្ងួតទឹកបងប្អូនលាស្ងួតទឹកឲ្យវាអស់ទឹកហើយឲ្យវាយើងក្រៀមបន្តិចបាទក្រៀមប៉ុណ្្នឹងបាទស្ងួតទឹកហើយយើងដាក់ស្ករបន្តិចទៅបន្ទាប់មកម្សៅស៊ុបខ្នុរកន្លះស្ពាយទៅបាទជាមួយនឹងប្រេងខ្យងមកស្ពាយបាយទៅបងប្អូនប្រហែលហ្នឹងខ្ញុំអត់វល់ខ្ញុំចាក់បាទជាមួយទឹកត្រីបាទបន្ទាប់ពីយើងនេះយើងលីងវាឲ្យចូលជាតិសិនថែមទឹកបន្តិចកុំឲ្យវាគោកពេកតមកយើងដាក់ផ្លែស៊ូយើងចូលផ្លែស៊ូថ្ងៃនេះយើងច្រើនបន្តិចពីផ្លែជាងបាទតមកថែមទឹកស៊ីអ៊ីវបន្តិចបងប្អូនទឹកស៊ីអ៊ីវខ្ញុំទុកឆាបាយខ្ញុំមកចាក់បន្តិចដើម្បីវាឈ្ងុយបាទហើយកុំភ្លេចដាក់ម្រេចយើងដាក់ច្រើនបន្តិចហើយចុងក្រោយថែមជាមួយនឹងស្លឹកខ្ទឹមជាការស្រេចច្របល់ឲ្យចូលគ្នាទៅអាចដួសដាក់ចានបានហើយបងប្អូនបាទប៉ុណ្ណឹងឆ្អិនបាននៅពេលទៀតតោះបងប្អូនញ៉ាំបាយជាមួយខ្ញុំឆាផ្លែស៊ូសាច់ជ្រូកចិញ្ច្រាំបងប្អូនឆ្ងាញ់អត់ទេសាកមើលសិន